អាចកំបាំងពីរ៉ាមីតនៅកម្ពុជាពីបាក់សីចាំក្រុងដល់កោះកេតសួស្តីប្រិយមិត្តទាំងអស់គ្នានៅពេលដែលយើងនិយាយអំពីពីរ៉ាមីតមនុស្សភាគច្រើនតែងតែនឹកឃើញដល់ប្រទេសអេស៊ីបមុនគេប៉ុន្តែតើអ្នកដឹងទេថានៅលើទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជាយើងក៏មានសំណង់បុរាណដែលមានរូបរាងជាពីរ៉ាមីតដ៏អស្ចារ្យមិនចាញ់គ្នានោះដែរថ្ងៃនេះយើងនឹងនាំអ្នកទៅស្វែងយល់ពីប្រវត្តិនិងអត្ថកម្បាំងនៃប្រាសាទរាងពីរ៉ាមីតល្បីៗចំនួន2គឺប្រាសាទបាក់សីចាំក្រុងនិងប្រាសាទកោះកេតតើប្រាសាទទាំងនេះមានប្រវត្តិយ៉ាងណាតោះទៅទស្សនាទាំងអស់គ្នាប្រាសាទបាក់សីចាំក្រុងពីរ៉ាមីតតូចច្រឡឹងក្បែរអង្គរធំយើងចាប់ផ្ដើមដំបូងនៅខេត្តសៀមរាបស្ថិតនៅក្បែរខ្លោងទ្វារទន្លេនៃក្រុងអង្គរធំមានប្រាសាទឥដ្ឋមួយមានរាងជាពីរ៉ាមីតថ្នាក់ៗនោះគឺប្រាសាទបាក់សីចាំក្រុងប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី10ប្រហែលឆ្នាំ947ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី2ទ្រង់បានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥស្វរនិងដើម្បីរំលឹកដល់ដួងវិញ្ញាណក្ខន្ធព្រះមាតាបិតារបស់ព្រះអង្គវាមានកម្ពស់13ម៉ែត្រមាន4ថ្នាក់ធ្វើពីថ្មបាយក្រៀមនិងមានប្រាសាទឥដ្ឋនៅផ្នែកខាងលើរឿងព្រេងឈ្មោះបាក់សីចាំក្រុងគឺតាក់ទងនឹងរឿងព្រេងនិទានដែលថាមានសត្វបាក់សីយក្សមួយបានមកកាងស្លាបក្របការពារស្ដេចដែលរត់ភៀសខ្លួនមកទីនេះប្រាសាទកោះកេតពីរ៉ាមីតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ឥឡូវនេះយើងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដើម្បីជួបជាមួយស្ដេចពីរ៉ាមីតពិតប្រាកដនៅកម្ពុជាគឺប្រាសាទកោះកេតឬត្រូវបានគេស្គាល់ថាប្រាសាទប្រាង្គកោះកេតធ្លាប់ជារាជធានីខ្មែរក្នុងរយៈពេលខ្លីចន្លោះឆ្នាំ928ដល់944ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី4ព្រះអង្គបានផ្លាស់ប្ដូររាជធានីពីតំបន់អង្គរមកកាន់ទីនេះនិងបានបញ្ជាឲ្យកសាងមហាពីរ៉ាមីតនេះឡើងប្រាសាទប្រាង្គមានកម្ពស់ដល់ទៅ35ម៉ែត្រនិងមាន7ថ្នាក់អ្វីដែលពិសេសបំផុតនោះគឺវាមានរាងជាពីរ៉ាមីតយ៉ាងច្បាស់លាស់ដែលមើលទៅស្រដៀងនឹងពីរ៉ាមីតរបស់អរិយធម៌ម៉ាយ៉ានៅអាមេរិកកំដៅដែរការកសាងកម្ពស់ខ្ពស់បែបនេះគឺដើម្បីតំណាងឲ្យភ្នំព្រះសុមេរុដែលជាទីស្នាក់អាស្រ័យនៃអាទិទេពនិងដើម្បីបង្ហាញអំណាចដ៏ខ្លាំងក្លារបស់ព្រះមហាក្សត្រទោះបីជាបច្ចេកទេសកសាងខុសគ្នាពីអេស៊ីបដោយអេស៊ីបប្រើថ្មដុំធំចំណែកខ្មែរយើងវិញប្រើថ្មបាយក្រៀមនិងថ្មភងប៉ុន្តែស្ថាបត្យកម្មពីរ៉ាមីតខ្មែរបង្ហាញពីការច្នៃប្រឌិតកម្រិតខ្ពស់នៃដូនតាខ្មែរកាលពីឆ្នាំ2023កន្លងទៅតំបន់ប្រាសាទកោះកេតក៏បានដាក់ចូលជាបេតិភវពិភពលោកទៀតផងដោយអង្គការ UNESCO ទៀតផងតើបងប្អូនធ្លាប់បានទៅដល់ប្រាសាទទាំងពីរនេះហើយឬនៅហើយតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរនៅពេលឃើញសំណង់ដ៏អស្ចារ្យទាំងនេះកុំភ្លេចបញ្ចេញមតិ comment នៅខាងក្រោមបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ